អូខេឥឡូវខ្ញុំបង្ហាញពីកម្មវិធី Telegram ដែលអ្នកខ្លះគាត់ជាជាមរកវិធីផ្សេងៗដើម្បីកាត់បន្ថយការចំណាយលុយណាតែវាមិនប្រកាស100%ថាវានឹងជោគជ័យគ្រប់ពេលទេមានទូរស័ព្ទខ្លះធ្វើទៅក៏ជោគជ័យទូរស័ព្ទខ្លះក៏ធ្វើទៅវាមិនជោគជ័យទៅចាស្អីទូរស័ព្ទមួយនេះចឹងដំបូងខ្ញុំធ្វើទៅជោគជ័យលើទូរស័ព្ទផ្សេងទេដល់ហើយខ្ញុំសាកធ្វើលើទូរស័ព្ទនេះមួយទៀតដំបូងយើងធ្វើការលុបកម្មវិធី Telegram នេះចោលទៅបន្តមកទៀត download Telegram ថ្មីពី Play Store ហើយរងចាំឲ្យវាពេញ100%ទៅតោះមកយើងត្រូវការទូរស័ព្ទមួយទៀតដើម្បីបើកដំណើរការ hotspot ព្រោះតែយើងអត់ត្រូវការប្រើ 3G និង Wi-Fi នៅលើទូរស័ព្ទដែលយើងកម្រូននៅបង្កើត Telegram នោះទេអូខេចំពោះទូរស័ព្ទនេះវិញដំបូងយើងត្រូវការភ្ជាប់ Wi-Fi ពីទូរស័ព្ទដែលខ្ញុំ share hotspot មកហ្នឹងព្រោះទូរស័ព្ទនេះគឺអត់តម្រូវឲ្យភ្ជាប់ Wi-Fi ឬក៏យើងបើក 3G ទេតោះទៀតយើងចូលទៅកាន់កម្មវិធី Telegram ម្ដងទៀតមកដើម្បីបំពេញលេខទូរស័ព្ទដូចរាល់ដងហ្នឹងតែលទ្ធផលទូរស័ព្ទនេះនៅតែត្រូវឲ្យបំពេញ email ចូលទាំងបង់លុយដូចរាល់ដងហ្នឹងចាំខ្ញុំនិយាយទៅពីដើមអញ្ចឹងគឺវិធីសាស្ត្រទាំងអស់ហ្នឹងវារបៀបហេសុយទេពេលខ្លះក៏វាដំណើរការទៅពេលខ្លះក៏វាអត់ទៅមានអ្នកខ្លះធ្វើទៅក៏ជោគជ័យអ្នកខ្លះធ្វើទៅក៏អត់ជោគជ័យហើយសម្រាប់ភ្ញៀវដែលមករករដងឃើញខ្ញុំដើម្បីគាត់បង់លុយតែម្ដងទៅគឺលឿន